Hồi ngày nắng nhôm ấy bà cọt rồi depressionឬក៏ burn out ទៅណោះចុះបើសួរថា depression ហ្នឹងនិយមន័យអីគេហើយសម្គាល់រោគសញ្ញាហ្នឹងគេសម្គាល់មិនទៅណោះហើយមូលហេតុអីគេមិនវាកើតចុះយើងមានតំណោះស្រាយសម្រាប់ដោះស្រាយអត់ណោះហើយចុះបើសួរថា burn out ហ្នឹងនិយមន័យអីវិញហើយសម្គាល់រោគសញ្ញាក៏ដូចជាមូលហេតុដែលវាកើតឡើងហើយនឹងវិធីសាស្ត្រដោះស្រាយហ្នឹងគឺយើងដោះស្រាយតាមវិធីណាទៅចឹងថ្ងៃនេះខ្ញុំមកឆ្លើយសំណួរអីទាំងអស់ដែលយើងឆ្ងល់ខាងលើមិនហ្នឹងចឹងតាក់ទងជាមួយនឹង depression ហើយនឹង burn out ចំពោះ depression ភាសាខ្មែរយើងតែងតែនិយាយថាជំងឺបាក់ទឹកចិត្តនិយមន័យនេះគឺជាជំងឺផ្លូវចិត្តដែលមានរោគសញ្ញានៃការធ្លាក់ចុះនៃអារម្មណ៍ការបាត់បង់ចំណូលចិត្តឬក៏បញ្ហាការគិតឬក៏ការគេងជាដើមមិនចាំបាច់តតែយើងមានបញ្ហាការងារទេបានជំងឺនឹងកើតឡើងបានណោះចំពោះ burn out វិញភាសាខ្មែរយើងបកប្រែថាភាពអស់កម្លាំងនិយមន័យនេះគឺជាស្ថានភាពអស់កម្លាំងទាំងផ្លូវកាយទាំងផ្លូវចិត្តដែលវាកើតឡើងពីការងារឬក៏ទំនួលខុសត្រូវផ្សេងៗដែលវាធំខ្លាំងមែនទែនលើសពីសមត្ថភាពយើងដែលយើងត្រូវរ៉ាប់រងក្នុងរយៈពេលវែងឆ្ងាយខាងមុខអញ្ចឹងសួរថាមូលហេតុចម្បង depression ហើយនិង burn out នឹងវាមកពីអីគេគឺអាចមកពីកត្តាជីវសាស្ត្រអារម្មណ៍ឬក៏បរិយាកាសនៃជីវិតឬក៏ការរស់នៅក្នុងសង្គមបច្ចុប្បន្នឬក៏បញ្ហាគ្រួសារហើយនិងភាពឯកាឬក៏ការបាត់បង់មនុស្សសំខាន់ណាម្នាក់នៅក្នុងជីវិតរបស់យើងក៏អាចបណ្ដាលមកពីរឿងអីផ្សេងៗទៀតដែលយើងអាចរាប់បញ្ចូលបាននៅក្នុងនឹងទាំងអស់គ្នាចំពោះ burn out វិញគឺការចេញពីសម្ពាធការងារឬក៏ការទទួលខុសត្រូវដែលលើសពីកម្រិតសមត្ថភាពរបស់យើងឧទាហរណ៍ថាសមត្ថភាពរបស់យើងមានត្រឹមតែ10កម្រិតទេយើងបែរជាត្រូវទទួលរ៉ាប់រងនៅការងារដែលវាមានកម្រិតរហូតដល់20ឬក៏30អញ្ចឹងវាលើសរហូតដល់10ឬក៏20កម្រិតនៃសមត្ថភាពដែលយើងមានហើយដែលវាធ្វើឲ្យយើងនឹងអស់កម្លាំងដោយសារតែការងារឬក៏ការសិក្សាឯផ្សេងៗកម្រិតទាំងអស់ហ្នឹងចំពោះរោគសញ្ញាវិញគឺរោគសញ្ញា depression យើងអាចសម្គាល់បានតាមរយៈអារម្មណ៍សោកសៅជាប្រចាំឬក៏គ្មានអារម្មណ៍ធ្វើអ្វីទាំងអស់ឬក៏ទាំងស្រុងដែលមានអារម្មណ៍ថាខ្លួនឯងដូចអត់តម្លៃចឹងដូចជាចង់បាត់ចេញពីពិភពលោកនឹងបដ ாய் ឬក៏ហៅម្យ៉ាងមកទៀតឬក៏ការធ្លាក់ទឹកចិត្តគ្រប់ពេលទោះបីជាមិនពាក់ព័ន្ធជាមួយការងារក៏ដោយចំពោះ burn out វិញរោគសញ្ញាគឺអស់កម្លាំងខ្លាំងពិបាកផ្ដោតអារម្មណ៍មានអារម្មណ៍ថាខ្លួនឯងមិនបានសម្រេចអ្វីទាំងអស់មានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍បើនិយាយសួរស្ដាប់ទៅវាអាចកាន់តែធ្វើឲ្យយើងធ្លាក់ទឹកចិត្តនៅពេលដែលយើងកាន់តែគិតពីការងារឬក៏ទំនួលខុសត្រូវដែលយើងត្រូវរ៉ាប់រងលើពីសមត្ថភាពរបស់យើងក្រោយពីពេលយើងសម្រាកហើយយើងទៅធ្វើការវិញដែលយើងអាចកែប្រែអារម្មណ៍ទាំងអស់នេះបានប្រសើរឡើងតាមរយៈការសម្រាកឬក៏ការផ្លាស់ប្ដូរអញ្ចឹងទីទៀតខ្ញុំនឹងនិយាយលម្អិតបន្ថែមទៀតតាក់ទងជាមួយនឹងវិធីសាស្ត្រនៃការដោះស្រាយចំពោះវិធីសាស្ត្រនៃការដោះស្រាយវិញ depression គឺយើងត្រូវការទៅពិភាក្សាជាមួយអ្នកជំនាញផ្លូវចិត្តឬក៏ប្រើប្រាស់ថ្នាំប៉ះសិនបើគ្រូពេទ្យឬក៏ឱសថបណ្ឌិតផ្សេងៗដែលគាត់ពិភាក្សាមួយយើងគាត់ដឹងពីមូលហេតុ depression របស់យើងគាត់អាចណែនាំមកយើងឲ្យប្រើប្រាស់ថ្នាំសម្រាប់ធ្វើការព្យាបាលអីចឹងទៅឬក៏ទទួលការគ្រប់គ្រងពីគ្រួសារឬក៏មិត្តភ័ក្តិតែបើសិនជាក្នុងករណីខ្លះគ្នាយើងមួយចំនួនអត់ទទួលបានការគ្រប់គ្រងពីគ្រួសារទេអាហ្នឹងខ្ញុំយល់អញ្ចឹងយើងអាចទៅរកមិត្តភ័ក្តិយើងផ្សេងដែលយើងទុកចិត្តបានសម្រាប់ឲ្យគេមកលើកទឹកចិត្តយើងតែបើសិនជាអត់ទេអាចមកហុកខ្ញុំបានខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាចំពោះ burn out វិញគឺយើងត្រូវការសម្រាកធ្វើអ្វីដែលវាផ្ដល់អារម្មណ៍សុបាយចិត្តដល់យើងដូចជាស្ដាប់តន្ត្រីដើរលេងយើងចោះ trip អីផ្សេងឬក៏កាត់បន្ថយសម្ពាធការងារឬក៏ម្យ៉ាងទៀតបើសិនជាយើងដល់ដំណាក់កាលដែលខ្លាំងបំផុតគឺយើងអាចនឹងបោះបង់ការងារទៅរកការងារថ្មីអាចនិយាយបានថាពេលខ្លះការងារមួយនេះវាធ្វើយើងសប្បាយចិត្តទេឬក៏ការងារមួយនោះអត់ធ្វើយើងសប្បាយចិត្តទេប៉ុន្តែការងារបន្ទាប់វាអាចធ្វើយើងសប្បាយចិត្តឬក៏វា fit ជាមួយយើងវាត្រូវជាមួយយើងដូចគ្នាហើយក៏វាតាក់ទងជាមួយនឹងការរៀបចំពេលវេលាឲ្យមានតុល្យភាពដែរដែលយើងហៅថា life balance work life balance អញ្ចឹងខ្ញុំអរគុណខ្លាំងមែនតើគ្នាយើងទាំងអស់គ្នាសម្រាប់ថ្ងៃហ្នឹងហើយខ្ញុំសង្ឃឹមថាវីដេអូនេះគឺខ្ញុំអាចជួយទៅកាន់អ្នកទាំងអស់គ្នាបានច្រើនមកកម្រិតដែរណោះហើយខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើនបាយបាយ